បន្ទាប់ពីខ្ញុំបានខានចេញវីដេអូរយៈពេល5ថ្ងៃឥឡូវនេះបាត់បងប្អូនអ្នកគាំទ្រអស់លីងអញ្ចឹងសង្ឃឹមថាបងប្អូននឹងបន្តតាមដានគាំទ្រខ្ញុំបន្តទៀតជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទនៅក្នុងវីដេអូថ្ងៃនេះហើយនៅក្នុងថ្ងៃនេះគឺខ្ញុំមានកូនមាន់ពីរប្រភេទដែលត្រូវយកមកប្រៀបធៀបចែករំលែកជូនបងប្អូនទាំងអស់គ្នានៅអ្វីដែលខ្ញុំចង់បញ្ជាក់ប្រាប់ឲ្យបានច្បាស់ពីពាក់ព័ន្ធជាមួយនឹងកូនមាន់ហើយពិសេសនោះគឺសម្រាប់បងប្អូនដែលកំពុងតែមានបញ្ហាថែទាំកូនមាន់ដោយពិបាកអ្នកខ្លះគឺគាត់ថែទាំពិបាកដាក់ចំណីយូររហូតដល់កូនមាន់នឹងងាប់ក៏ថាបានដែរអញ្ចឹងតើវាមានកត្តាអីខ្លះអញ្ចឹងនៅក្នុងវីដេអូថ្ងៃនេះគឺខ្ញុំនឹងលម្អិតជូនបងប្អូនទាំងគ្នាក៏ដូចជាមកប្រៀបធៀបកូនមាន់ពីរប្រភេទដែលយើងអ្នកចិញ្ចឹមត្រូវដឹងហើយមួយទៀតបន្ទាប់ពីខ្ញុំខានចេញវីដេអូរយៈពេល5ថ្ងៃបាត់បងប្អូនអ្នកគាំទ្រអស់លីងហើយសង្ឃឹមថាបងប្អូននឹងបន្តតាមដាននឹងគាំទ្រខ្ញុំបាត់ឡើងវិញព្រោះថាខ្ញុំចាប់ផ្ដើមធ្វើវីដេអូចែករំលែកចំណេះដឹងជូនបងប្អូនបន្តទៀតហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជួយគាំទ្រខ្ញុំបាទផងអញ្ចឹងនៅក្នុងវីដេអូថ្ងៃនេះគឺខ្ញុំមកនិយាយពីកូនមាន់ពីរប្រភេទហើយដូចបងប្អូនឃើញខាងដើមវីដេអូមកអញ្ចឹងបាទខាងដើមវីដេអូគឺជាកូនមាន់មួយប្រភេទដែលខ្ញុំចង់បង្ហាញហើយកូនមាន់ដែលបងប្អូនកំពុងតែមើលនេះក៏ជាប្រភេទកូនមាន់មួយប្រភេទទៀតដែលខ្ញុំត្រូវយកមកប្រៀបធៀបអញ្ចឹងកូនមាន់ពីរប្រភេទហ្នឹងបងប្អូនឆ្លៃឆ្ងល់ថាតើខ្ញុំប្រៀបធៀបវាម៉េចបើកូនមាន់ដូចគ្នាសោះបាទអញ្ចឹងអ្វីដែលខ្ញុំចង់ប្រៀបធៀបគឺខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនឲ្យច្បាស់ចេះថាកូនមាន់ពីរប្រភេទដែលខ្ញុំប្រៀបធៀបទី1គឺប្រភេទកូនមាន់ដែលកើតដំបូងនៅមេដំបូងបាទហើយមួយទៀតគឺកូនមាន់ដែលកើតនៅមេនឹងដដែលប៉ុន្តែជាកូនដែលកើតលើកទី2ថាតើកូនទាំងពីរប្រភេទហ្នឹងវាខុសគ្នារបៀបម៉េចហើយពិបាកឬក៏ស្រួលថែទាំវាម៉េចអញ្ចឹងខ្ញុំនឹងនិយាយនៅពេលបន្តិចទៀតនេះអញ្ចឹងបើសិនមកខ្ញុំនិយាយដូចខាងដើមមិញថាកូនមាន់ដំបូងនិងមេដំបូងបងប្អូនក៏ឆ្ងល់កូនមាន់ដំបូងមេដំបូងមិនចេះអញ្ចឹងកូនមាន់ដំបូងមេដំបូងចង់បញ្ជាក់ថាកូនមាន់ដំបូងសម្រាប់មេក្រមុំដែលទើបតែចាប់ផ្ដើមពងថ្មីដំបូងបំផុតចង់បញ្ជាក់អញ្ចឹងណាអញ្ចឹងកូនមាន់ពីរប្រភេទនេះគឺមួយស្រួលថែទាំមួយពិបាកថែទាំហើយពិបាកហ្នឹងមិនត្រឹមតែពិបាកបើន័យថាមិនត្រឹមតែពិបាកពេលនៅតូចទេពេលធំហ្នឹងក៏ពិបាកទៀតដល់ពេលពិបាកអញ្ចឹងពិបាកវាមិនខ្ញុំធ្លាប់ឆ្លងកាត់ទី1កូនមាន់ដែលកូនដំបូងគឺពិបាកណាស់យើងឲ្យចំណីធំយឺតទី1ធំយឺតទី2គឺលក្ខណៈថារាងកាយរបស់វាអត់មាំល្អរាងកាយអត់មាំហើយលក្ខណៈថាវាអត់ស្រស់ថ្លាវាស្លេកស្លាំងទាំងដែលការថែទាំគឺយើងថែទាំបានដល់ដូចមាន់សម្បុកបានតែមាន់កូនលើកទី2ដែរតែវាលក្ខណៈអញ្ចឹងសួរថាតើលក្ខណៈអញ្ចឹងដោយសារអីអញ្ចឹងអ្វីដែលខ្ញុំប៉ាន់ស្មានណាបងប្អូនខុសត្រូវបងប្អូនអធិស្ឋានផងតាមដែលខ្ញុំប៉ាន់ស្មានខ្ញុំគិតថាកូនមាន់ដែលញាស់ដំបូងគឺជាប្រភេទកូនមាន់ដែលវាអត់ទទួលបានគឺថាទទួលបានពេញលក្ខណៈនៅអរម៉ូនព្រោះថាមាន់បងប្អូនដឹងប្រាប់ហើយលើកទី1គឺវាអត់ទាន់ពេញទេបាទអត់ទាន់ល្អមែនតើដូចលើកទី2ទេបើលើកទី2ដល់កំពូលហើយស្រួលថែទាំទៀតដោយសារអីដោយសារអរម៉ូនដែលវាចាប់ដើមបណ្ដាកកំណើតហ្នឹងគឺវាលក្ខណៈថាអត់ពេញលេញទេបាទដល់ពេលអញ្ចឹងទៅខ្ញុំគិតថាប្រហែលជាដោយសារចំណុចមួយហ្នឹងទើបធ្វើឲ្យកូនមាន់ដំបូងវាពិបាកថែទាំនេះបងប្អូនឃើញទេហើយធំយឺតដោយបងប្អូនឃើញក្នុងទ្រុងមិញដែលរំលងផុតទៅហ្នឹងកូនមាន់ហ្នឹងគឺញាស់ក្រោយហ្នឹងអាវងហ្នឹងបាទញាស់ក្រោយអាវងហ្នឹងរយៈពេលជិត10ថ្ងៃបាទញាស់ក្រោយជិត10ថ្ងៃប៉ុន្តែបងប្អូនមើលទៅរូបរាងពណ៌សម្បុរដូចជានិយាយទៅរាងកាយរបស់វាទាំងមូលគឺខុសគ្នាត្រង់ថា
មន់ដែលកូនលើកទី2លក្ខណៈថាវាមានសភាពស្រស់ថ្លាទាំងរោមស្រស់ថ្លាទាំងមុខមាត់ទាំងការលូតលាស់ក៏វាអំណោយផលល្អតែកូនដែលដំបូងបាទកូនលើកទី2គឺអញ្ចឹងគឺល្អទាំងអស់ទាំងព្រមហើយទាំងការថែទាំក៏ស្រួលទៀតនិយាយទៅដាក់ចំណីឲ្យស៊ីដឹងតែពីឡើងហ្មងដូចយើងផ្លុំពុតប៉ោងអញ្ចឹងតែសម្រាប់មន់ដំបូងអត់ទេទាំងរូបរាងទាំងពណ៌សម្បុរទាំងការលូតលាស់គឺអន់មកចប់ហើយនៅពេលដែលយើងដាក់ចុះពីត្រង់បងប្អូនលក្ខណៈខុសគ្នាទៀតអូដល់អាយុដែលយើងត្រូវដាក់ចុះពីត្រង់យើងដាក់ចុះពីត្រង់មន់ដំបូងធានាជូនចុះទៅដល់ស្អីក៏វាចឹកស៊ីដែរបងប្អូនស្អីក៏វាចឹកស៊ីដែរបាទពិសេសដើមចេកហ្មងដឹងតែចឹកស៊ីរូងដួលអាលំអស់ហើយបើបងប្អូនអត់ជឿខ្ញុំមានអំណះអំណាងបន្ថែមទៀតតើទៅនឹងមន់ដំបូងដែលខ្ញុំតាមដាននឹងចឹកស៊ីដើមចេកនេះបាទរូងអស់ហើយបងប្អូនមានដើមចេកខ្លះងាប់ចឹកស៊ីយូរស៊ីដល់បដូរខាងក្នុងងាប់ហ្មងតែយើងអត់បានមើលអត់បានការពារវាអញ្ចឹងពិបាកណាស់ប៉ុន្តែបើសម្រាប់មន់ដែលកូនបើណាកូនលើកទី2បានថាសម្បុកទី2គឺស្រួលថែទាំឲ្យរូបរាងវាស្អាតយើងមើលជាក់ស្ដែងបើបងប្អូនបានមកឃើញជាក់ស្ដែងគឺដឹងថាតើវាខុសគ្នាយ៉ាងម៉េចហើយការថែទាំដូចគ្នាដាក់ចំណីដូចគ្នាបាទហើយកូនមន់ដែលកូនលើកទី2នេះណានៅពេលដែលយើងចាក់ដាក់ចុះពីដីពីត្រង់ទៅដីលក្ខណៈសម្គាល់របស់វាគឺវាអត់ចូលចិត្តទៅកន្លែងដែលត្រជាក់ឯងបើនៅកន្លែងណាដែលដកទឹកវាអត់សូវទៅចូលចិត្តទៅទេហើយក៏អត់សូវចេះដើរចាក់ស៊ីអីច្រើនដែរវាចុះទៅដល់ដីដំបូងគឺវាកាយដីបំពុះដីហ្មងតែកូនមន់ដែលកូនដំបូងចុះទៅដល់ដីភ្លាមខ្ញុំតាមដានមើលដាក់ទៅគឺវាចាក់ស៊ីដីបាទចាក់ស៊ីដីតោះវាចាក់ស៊ីដីហើយវាទៅផឹកទឹកទឹកដែលយើងប្រហូរមកខាងណាក៏ក៏វាផឹកដែរតែអាកូនមន់នេះមិនមែនថាវាមិនផឹកសោះទេបើវាទៅផឹកដែរបើវាអត់មានទឹកផឹកនៅក្នុងកំប៉ុងដែលយើងដាក់ខាងក្រៅណាប៉ុន្តែគាត់ថាបើយើងមានកំប៉ុងមានអីទៅគឺវាផឹកទឹកកំប៉ុងហ្នឹងហើយកូនមន់ដំបូងនៅពេលដែលយើងដាក់ចំណីឲ្យស៊ីសឹងថាវាអត់ចង់ទៅស៊ីចំណីទៀតតែបើបងនេះដាក់ទៅអាចរត់ទៅតាមគេតាមឯងតែគាត់ថាដំបូងដាក់ដំបូងគឺវាអត់ទៅស្គាល់អាហ្នឹងវាអត់ទៀងដែរទេគាត់ថានេះអ្វីដែលខ្ញុំតាមដានសង្កេតមើលអញ្ចឹងភាពខុសគ្នាអញ្ចឹងចឹងបានអ្នកខ្លះក៏គាត់បាននិយាយថាសម្រាប់គាត់គឺមន់ដំបូងគាត់មិនទុកធ្វើមេបាបន្តវេនដាច់ខាតដោយសារបងប្អូនដោយសារមន់កូនដំបូងបើសិនវាធំធាត់ពេញវ័យទៅយើងទុកឃើញហើយដល់វាធំពេញវ័យឃើញរៀងល្អទុកធ្វើមេបាបន្តវេនធានាថាដល់ពេលវាបន្តវេនវានឹងផលិតកូនឲ្យយើងគឺអត់ល្អទេបាទចង់បញ្ជាក់ចឹងមកឥឡូវខ្ញុំសូមសង្ខេបខ្លីប៉ុណ្ណឹងបានមិនខ្លីបញ្ចប់8នាទីដែរហើយខ្ញុំមកនិយាយអំពីមន់ដែលកូនមន់តូចៗចឹងហើយស៊ីចំណីយូរទៅវាស្គមវាងាប់ថាដោយសារមូលហេតុអីបើឆ្លងកាត់តាមបទពិសោធន៍របស់ខ្ញុំដែលខ្ញុំចិញ្ចឹមដោយឲ្យមេក្រាបនេះគឺ 99.99% ដែលអត់ងាប់បាទខ្ញុំហ៊ាននិយាយចឹងដោយសារខ្ញុំអត់ដែលបានថាឃើញកូនមន់នៅទ្រុងមន់របស់ខ្ញុំវាងាប់តែបើដាក់ចុះមកដីដូចខ្ញុំបញ្ជាក់នៅវីដេអូមុនទៅដែរថាពេលដាក់ចុះមកដីតែមានងាប់ខ្លះជួនអាកើទាត់អីចឹងទៅពេលស៊ីចំណីជួនទៅនឹងបាទវាមានងាប់ខ្លះនិយាយឲ្យខ្លីថាគឺមានងាប់ប៉ុន្តែបើថាសម្រាប់កូនមន់តូចអញ្ចេះគឺអត់ដែលទេខ្ញុំចាំអត់ដែលងាប់ទេបាទអត់ដែលងាប់ទេអញ្ចឹងវិធីសាស្ត្រនៅក្នុងការចិញ្ចឹមដើម្បីអត់ឲ្យបញ្ហាអញ្ចឹងបើបងប្អូនចិញ្ចឹមដល់ឲ្យមេក្រាបខ្លួនឯងទី1បងប្អូនត្រូវឲ្យមេនឹងក្រុមកូននៅពេលដែលយើងដាក់កូនចុះពីសបុកមករយៈពេល7ថ្ងៃទៅ10ថ្ងៃដែរយ៉ាងតិចក៏7ថ្ងៃដែរបាទអាហ្នឹងទី1ទី2បងប្អូនត្រូវពិនិត្យមើលចំណីអញ្ចឹងប្រភេទចំណីតូចបំផុតក៏បាន 19% ដែរគេហៅថាប្រូតេអ៊ីនណានៅក្នុងចំណីខ្ញុំតែបញ្ជាក់ប្រាប់ថាត្រូវជ្រើសរើសចំណីណាដែលមានគុណភាពអញ្ចឹងពាក្យថាគុណភាពមួយគឺសំដៅទៅលើប្រូតេអ៊ីនដែលវាជំនួយដល់មាន់ហ្នឹងឯងជៀសវាងការជ្រើសរើសចំណីដែលសម្បូរជាតិខ្លាញ់
puh mà con món cứ việc thời ca cho này sẽ bố chết khánh đi trong bây giờ một ổn đăng chỉ ba chứ chẳng bữa sầm rạp món thống vì thời ca miền protein sẽ bố chết khánh chết sạch đã bay cùng po là vì thông thuận lươn nhéแต่สำหรับคนมอนอัตเต้คือแต่การได้อย่างไรได้สโบโปรตีนให้โปรตีนคั่วเตียนอันนั้นตีหมูตีปีบ้านอย่าไปรำไงบางคนใส่ดอมตัดต้มซอยผักมันทาขนมแหลกขันนะไม่เพียงหรือไงก็ได้เลยเตยแต่ดอมไอ้มอนมาเยอะผักดับใบกาปีvàไอ้ตีใบคือvẽ sang thòm chiết cái đấy vẽ sang để dùng tinh đi xa cái đấy cứ thôiจะได้ขาดbà bọc ôn phơi thòm chiết bọc ôn phơi đặt nó không tật được có tại phía chán vẽ sang thòm chiết cứ cái đã không tật ở việc thật và sầm rạp côn món à bùa dương mình ai bật tọ được có dương mình ai chạ đôi chi nhiều ca được có ot và chân dương miền đã nó không tật ở việc thật và ca thôi vẽ sang cứ chia đường trong bài ẩm phật đại bọc ôn ở này trời giờ đắng trời thưa và hãy suốt hai tay dương thưa dạ về vào màn chân sầm rạp vẽ sang thòm chiết từ buộc con mòn tối cứ thưa mình copy mòn thom rồi có mòn là những thưa vẽ sang tinh bị xa thế bảo thưa được cái này của màn khai mà đong bằng vốn ai chơi mượn bán tôi thay nhóm ban bằng hai chào này và miền ca rụng lực và miền vẽ sang rụng lực miền ấy trong tây dương thưa mà xa hai chân dương đã thay mà vì tây tôi thà bậc vẽ sang thom chiết vì mình tầm rồi ở thà dương vô một tọ rồi có chặt đôi vẽ sang dương tinh thì xa thế chẳng chỉ có thưa hơi lia tất ở việc thắt tới bà cả là khai được một hai cái đó dương đạn mà đong tiếp tới mà pi nho là đó lụa chính dương đạn tại bay đó của ắt phanh hà này và hai chân ấy cái đôi nhom bị dễ chân hà một ôn thử mười ở bàn của lụa tháp chân này những viên lọ miền tuần phiền ở protein cùng rắn nào và hai bữa tiết sẽ trong tận năng cả ta trong này và sân bà bông ôn chẳng ở càng trăm con muốn nữa thay toàn bàn ruột đó cứ dừng thay ở xa sầm áp trung mờ trung là dừng đã vía thà ta trung nắng cứ vì smooth art vì ai thà chỉ trung đại rồi từ tôi cho bàn art miền khăn art rồi có tội pe rồi có thông pe cho dân dừng mười trẻ sài và chẳng những phải cầm nót tụm hồn trung ở trời tam chừng muốn mòn bài vì chỉ cả ta cụp xóm bằng bồn chẳng bằng bồn đó này cua tai thì nhật tam là bạn chỉ bắt lột này tên bạn đang ngay hơi sầm rạp video là không ngày này cứ nhầm ở miền này dày ấy chán rồi chỉ thọt cam ở phía chán nơi cái này mất nhầm tế cứ nhầm thọt tay cam ở phía cồn mòn pi cầm rất đôi bồn khăn khơi này nhầm cặn ở trong video này chẳng sừng cầm thà bỏ sân bà cả bỏ xoài bỏ nhóm miền việt pích lơ lú rồi có khó chịu khó khăn trong cái này nào mùi ấy cái số mà bồn khăn tè phải tốt nâng chui mình tham phóng hỏi nhưng bạn có miền ấy chán đấy miền là bộ phận năng tế nhưng bạn có số mà côn đó mà bồn ở kia đây tạm là con trâu bạc hay nhưng bạn số mà côn số group liền ạ